គេឈ្មោះប្រទេសថៃស្អុយរលួយពេញពិភពលោកក្រោយអូស្ត្រាលីចាប់ខ្លួនស្ត្រីអូតេសរត់ពន្ធគ្រឿងញៀនឧបត្ថម្ភធំដោយខ្ញុំជ្រើសរើស HO 55i+ តែប៉ុណ្ណោះនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វរៈគុលកំពុងតែក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងចំពោះករណីនារីដែលជាជនជាតិខ្លួនត្រូវបានប៉ូលីសអូស្ត្រាលីចាប់ខ្លួនពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនដែលករណីនេះគឺជាការយកមុខមាត់របស់ប្រទេសថៃទៅឲ្យគេជន់ឈ្លីយ៉ាងអាម៉ាស់បំផុតនៅលើឆាកអន្តរជាតិថ្លែងចេញពីប្រទេសបារាំងអនុទានជំរុញឲ្យស្ថាប័នពាក់ព័ន្ធរបស់ថៃត្រូវចាត់វិធានការលើករណីនេះព្រោះវាកំពុងសំអុយឈ្មោះប្រទេសនិងធ្វើឲ្យខ្មាស់គេពេញពិភពលោកសូមជម្រាបជាថ្មីស្ត្រីជនជាតិថៃវ័យ26ឆ្នាំជាអ្នកបម្រើការលើជើងហោះហើរ TG 465នៃក្រុមហ៊ុនអាកាសចរ Thai Airways ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ Melbourne កាលពីថ្ងៃទី24ខែមិថុនាអាជ្ញាធរអូស្ត្រាលីបានរកឃើញថ្នាំញៀនប្រភេទ heroin ជាង1គីឡូក្រាមលាក់ក្នុងស្រទាប់ខាងក្នុងនៃកាបូបយួរដៃចំនួន12ដែលនាងដាក់តាមខ្លួនបើតាមការប៉ាន់ស្មានតម្លៃលើទីផ្សារងងឹតថ្នាំញៀនទាំងនោះមានតម្លៃប្រហែល$340,000អាមេរិកខណៈពេលនេះនាងត្រូវប្រឈមមុខនឹងបទល្មើសរត់ពន្ធគ្រឿងញៀនឆ្លងដែនដែលជាទោសធ្ងន់ធ្ងរក្នុងប្រទេសអូស្ត្រាលីអាជ្ញាធរអូស្ត្រាលីបានចោទប្រកាន់នាងជាផ្លូវការចំនួន2បទល្មើសក្រោមក្រមព្រហ្មទណ្ឌអូស្ត្រាលីដែលបទល្មើសទី1គឺការនាំចូលគ្រឿងញៀនដែលត្រូវបានត្រួតពិនិត្យតាមព្រំដែនក្នុងបរិមាណសម្រាប់លក់នៅលើទីផ្សារនិងបទចោទទី2គឺការកាន់កាប់គ្រឿងញៀនដែលត្រូវបានត្រួតពិនិត្យតាមព្រំដែនក្នុងបរិមាណសម្រាប់លក់លើទីផ្សារបើបូកចូលគ្នាបទល្មើសទាំងពីរនេះអាចឲ្យនាងប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារអតិបរមា50ឆ្នាំបើទោះបីជាយ៉ាងណាក៏ដោយប្រទេសអូស្ត្រាលីគ្មានទោសប្រហារជីវិតនោះឡើយ